ចាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំម៉ារីថ្ងៃនេះមកចែករំលែកតាក់ទងទៅជាមួយនឹងសំណួរមួយសួរថាតើតាំងបើសិនជាខ្ញុំចុះបញ្ជីអាជីវកម្មរួចរាល់ហើយខ្ញុំមិនមានសកម្មភាពអាជីវកម្មឬក៏ចំណូលតើខ្ញុំគួរធ្វើរបាយការណ៍ប្រកាសពន្ធប្រចាំខែដែរឬទេចាអញ្ចឹងខ្ញុំសូមជម្រាបជូនទៅបងប្អូនទាំងអស់គ្នាឲ្យយល់ថារបាយការណ៍ប្រកាសពន្ធប្រចាំខែនេះមិនថ្មីថាយើងគឺជាអាជីវកម្មដែលកំពុងតែមានសកម្មភាពឬក៏គ្មានសកម្មភាពឬក៏មានចំណូលគ្មានចំណូលទេបងប្អូនត្រូវតែរៀបចំរបាយការណ៍ប្រកាសពន្ធប្រចាំខែនេះជារៀងរាល់ខែហើយឲ្យបានទាន់ពេលវេលាសម្រាប់អាជីវកម្មដែលគាត់ទើបតែចុះបញ្ជីថ្មីគាត់នឹងទទួលបានលិខិតជូនដំណឹងមួយពីខាងពន្ធដារដែលដាក់ថាជម្រាបជូនទៅដល់ក្រុមហ៊ុនឈ្មោះអីចឹងទៅហើយនៅក្នុងហ្នឹងគឺគេមានពេលវេលាដែលជូនដំណឹងថានឹងត្រូវធ្វើរបាយការណ៍ប្រកាសពន្ធចាប់ពីខែណាដូច្នេះបងប្អូនត្រូវតែយោងទៅតាមពេលវេលាកំណត់នោះរៀបចំរបាយការណ៍ប្រកាសពន្ធសម្រាប់ខែទី1នោះឲ្យទាន់ពេលវេលាសម្រាប់ការដែលយើងធ្វើរបាយការណ៍ប្រកាសពន្ធប្រចាំខែគឺនឹងត្រូវបញ្ចប់ជារៀងរាល់ខែថ្ងៃទី25ដូច្នេះហើយសម្រាប់ការប្រកាសគឺយើងតែងតែធ្វើការប្រកាសក្រោយមួយខែឧទាហរណ៍ខែនេះគឺជាខែ11អញ្ចឹងនៅពេលដែលយើងប្រកាសគឺយើងប្រកាសខែ10ហើយបងប្អូនត្រូវតែធ្វើឲ្យហើយមុននៅថ្ងៃទី25ព្រោះបើសិនជាយើងធ្វើរួចរាល់ក្រោយថ្ងៃទី25អញ្ចឹងយើងនឹងត្រូវធ្វើការទទួលការពិន័យមានពន្ធបន្ថែម10%ហើយនឹងការប្រាក់1.5%ក្នុងមួយខែហើយបើសិនជាបងប្អូនឆ្លងខែគឺត្រូវពិន័យលើសមួយទៀតគឺអំពើរាំងស្ទះនៃការងារ$1250អញ្ចឹងក៏មានសំណួរបន្ថែមទៀតគឺចុះបើខ្ញុំអត់មានចំណូលហើយខ្ញុំអត់មានសកម្មភាពផងតើខ្ញុំត្រូវធ្វើរបាយការណ៍ប្រកាសនឹងរបៀបម៉េចគឺខ្ញុំធ្វើច្រើននៅក្នុងសំណួរបែបនេះអញ្ចឹងហើយខ្ញុំចង់ជម្រាបថារបាយការណ៍គឺយើងធ្វើធម្មតាក៏ប៉ុន្តែនៅក្នុងរបាយការណ៍នោះគឺយើងនឹងត្រូវរៀបរាប់ពីអ្វីដែលយើងមានពិតប្រាកដបើសិនជាយើងមានសកម្មភាពយើងមានចំណាយមួយចំនួនពាក់ព័ន្ធទៅជាមួយនឹងទឹកភ្លើងបុគ្គលិកផ្សេងអញ្ចឹងគឺយើងប្រកាសបែបហ្នឹងទៅហើយបើសិនជាអត់មានចំណូលទេគឺយើងដាក់ថាចំណូល0ហើយបើសិនជាបងប្អូនមិនមានចំណាយទេអញ្ចឹងគឺយើងដាក់ចំណាយ0តែរបាយការណ៍គឺនៅតែត្រូវបំពេញកាតព្វកិច្ចទៅបញ្ចប់ឲ្យទាន់ពេលវេលាអញ្ចឹងហើយសម្រាប់របាយការណ៍ប្រកាសពន្ធនេះគឺចាំបាច់ត្រូវតែធ្វើគ្រប់អាជីវកម្មទាំងអស់មិនថាអាជីវកម្មខ្នាតតូចខ្នាតមធ្យមឬមួយក៏ខ្នាតធំទេអញ្ចឹងគឺយើងត្រូវតែរៀបចំឲ្យបានទាន់ពេលកំណត់ជាទៀងទាត់គឺនៅថ្ងៃទី1រហូតដល់ថ្ងៃទី25ជារៀងរាល់ខែចាអញ្ចឹងសម្រាប់ម្ចាស់អាជីវកម្មបើសិនជាមានចម្ងល់ពាក់ព័ន្ធទៅជាមួយនឹងការប្រកាសពន្ធឬក៏ពាក់ព័ន្ធទៅជាមួយនឹងព័ត៌មានពន្ធផ្សេងអាចទំនាក់ទំនងសួរមកខាងពួកយើងបានខ្ញុំនឹងធ្វើការឆ្លើយតបនៅក្នុងវីដេអូផ្សេងក្រោយៗទៀតចាសូមអរគុណសូមជម្រាបលា